ដឹងអត់ថានៅឆ្នាំ1960នៅប្រទេស Jersey នៅយប់មួយពាក់កណ្ដាលអាធ្រាត្រស្ត្រីជាម្ដាយបានភ្ញាក់ដោយសារតែមានគេខលមកគាត់ក៏បានចុះក្រោមទាំងស្ទាក់ស្ទើរទៅលើទូរស័ព្ទប៉ុន្តែអ្វីដែលចម្លែកនោះគឺពេលដែលគាត់លើកទូរស័ព្ទក៏ស្រាប់តែគ្មានអ្នកណានិយាយអ្វីទាំងអស់ឮតែសំឡេងខ្យល់គាត់មានអារម្មណ៍ចម្លែកចិត្តណាស់តែក៏ខំបន្លំខ្លួនឯងហើយទៅគេងវិញតែ1ម៉ោងក្រោយមកគាត់ក៏បានភ្ញាក់ដោយសារឮសំឡេងមនុស្សចូលផ្ទះគាត់ចង់ខលរកជំនួយដែរតែគាត់មានតែទូរស័ព្ទនៅជាន់ក្រោមដែលជាកន្លែងដែលគាត់ឮសំឡេងចម្លែកនោះគាត់គ្មានជំរឿសក៏សម្រេចចិត្តចុះក្រោមក្រោយពេលគាត់បើកភ្លើងចុះជណ្ដើរចង់ខលរកប៉ូលីសក៏ស្រាប់តែដាច់ភ្លើងគាត់ក៏រត់ទៅទាំងប្រញាប់ខលទៅប៉ូលីសប៉ុន្តែទូរស័ព្ទគាត់ត្រូវបានគេផ្ដាច់បាត់ទៅហើយគ្រាន់តែខលអត់បានភ្លាមគាត់ក៏ងាកឃើញបរិសម្នាក់រៀងទៀបឈរនៅកន្លែងងងឹតក្នុងបន្ទប់ទទួលភ្ញៀវនាងឃើញមិនទាន់ដឹងអីផងក៏បរិសម្នាក់នោះរត់សំដៅទៅសង្កត់នាងគំរាមនាងដើម្បីចម្រិតយកលុយបរិសនោះពាក់ម៉ាស់គួរឲ្យខ្លាចនិងអាវធំគ្របដណ្ដប់ដែលធ្វើឲ្យស្ត្រីជាម្ដាយជឿថាគាត់ចម្រិតមិនត្រឹមតែចង់បានតែលុយនោះទេក៏បានរើបំរាស់ដែលធ្វើឲ្យបរិសម្នាក់នោះវាយនាងកាន់តែខ្លាំងប៉ុន្តែបរិសម្នាក់នោះក៏បានឮសំឡេងក្មេងចុះពីលើចណ្ដើរក៏បានច្រាននារីជាម្ដាយចេញហើយក៏ដឹងថាជាកូនរបស់ស្ត្រីម្នាក់នោះក៏គាត់បានរត់ទៅតាមចាប់ក្មេងនោះម្ដាយនោះក៏គិតថាគាត់គ្មានឱកាសរត់លើកក្រោយទេក៏ប្រញាប់រត់ទៅស្រែកឲ្យអ្នកជិតខាងគាត់ជួយតែសំណាងដែរពេលដែលគាត់មកផ្ទះនោះវិញបរិសម្នាក់នោះបានរត់គេចខ្លួនបាត់ហើយកូននោះគ្រាន់តែមានរបួសតិចតួចពេលប៉ូលីសមកដល់ប៉ូលីសបានប្រាប់គាត់ថាគាត់ជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះជាច្រើនដែលបានបរិសមានរហស្សនាមថា The Beast of Jersey បានប្រើអំពើហិង្សាលើបរិសនោះនៅតែបន្តសកម្មភាពរហូតដល់ឆ្នាំ1970ហើយក៏ត្រូវបានប៉ូលីសចាប់បានដែលមានឈ្មោះថា Edward Pensnell បានជាប់ទោស30ឆ្នាំក្នុងគុកហើយត្រូវបានដោះលែងវិញបន្ទាប់ពីជាប់អស់20ឆ្នាំដោយសារចរិតគាត់បានកែប្រែជាល្អវិញសាកសម័យមើលបើអ្នកទាំងអស់គ្នាឮសលេងចឹងក្នុងផ្ទះតើអ្នកទាំងអស់គ្នាផ្លោះចេញតាមបង្អួចឬធ្វើអ្វីដែរ